ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ក្បួនយុទ្ធសាស្ត្រខ្ញុំមានសាច់រឿងពីចង់ចែករំលែកឲ្យប្រិយមិត្តស្ដាប់រឿងទី1កុំខ្លាចបរាជ័យនិងរឿងទីចាប់ផ្ដើមក្តីស្រមៃកុំខ្លាចបរាជ័យការបរាជ័យមិនមែនជាទីបញ្ចប់នៃដំណើរជីវិតទេវាគ្រាន់តែជាជំពូកមួយដែលបង្រៀនយើងឲ្យសរសេរជំពូកបន្ទាប់បានល្អជាងមុនមានមនុស្សជាច្រើនរស់នៅក្នុងស្រមោលនៃការភ័យខ្លាចពួកគេមិនខ្លាចការងារលំបាកមិនខ្លាចការនឿយហត់មិនខ្លាចការខិតខំឡើយអ្វីដែលពួកគេខ្លាចបំផុតគឺការបរាជ័យពួកគេខ្លាចថាបើធ្វើហើយមិនបានជោគជ័យអ្នកដទៃនឹងសើចចំអកពួកគេខ្លាចថាការខិតខំរបស់ខ្លួននឹងក្លាយជារឿងឥតប្រយោជន៍ពួកគេខ្លាចថាបើដួលម្ដងនឹងមិនអាចក្រោកឈរវិញបានប៉ុន្តែសំណួរមួយដែលអ្នកគួរសួរខ្លួនឯងគឺតើការមិនដែលចាប់ផ្ដើមព្រោះខ្លាចបរាជ័យមិនមែនជាការបរាជ័យធំបំផុតទេឬជីវិតមិនដែលសន្យាថាផ្លូវរបស់យើងនឹងរាបស្មើឡើយផ្លូវទៅរកភាពជោគជ័យតែមានថ្មមានរណ្ដៅមានភ្លៀងមានព្យុះបើអ្នករំពឹងថានឹងមិនដែលជួបឧបសគ្គអ្នកប្រហែលជាមិនដែលចេញដំណើរឡើយមនុស្សជោគជ័យគ្រប់រូបសុទ្ធតែធ្លាប់បរាជ័យភាពខុសគ្នាតែមួយគត់គឺពួកគេមិនបានឲ្យការបរាជ័យកំណត់អត្តសញ្ញាណរបស់ខ្លួនពួកគេមើលការបរាជ័យជាគ្រូមិនមែនជាសត្រូវពួកគេសួរខ្លួនឯងថាតើខ្ញុំរៀនអ្វីពីរឿងនេះជំនួសឲ្យហេតុអ្វីបានជាវាកើតឡើងចំពោះខ្ញុំសូមស្រមៃថាក្មេងតូចម្នាក់កំពុងរៀនដើរគាត់ដួលម្ដងហើយម្ដងទៀតប៉ុន្តែគាត់មិនដែលនិយាយថាខ្ញុំមិនស័ក្តិសមនឹងការដើរទេឬខ្ញុំបរាជ័យហើយនោះឡើយគាត់គ្រាន់តែក្រោកឡើងវិញហើយព្យាយាមម្ដងទៀតទីបំផុតគាត់អាចដើរបានរត់បានហើយអាចធ្វើដំណើរទៅគ្រប់ទីកន្លែងចុះហេតុអ្វីនៅពេលយើងធំឡើងយើងបែរជាខ្លាចការដួលចម្លើយគឺដោយសារយើងចាប់ផ្ដើមខ្វល់ពីការវិនិច្ឆ័យរបស់អ្នកដទៃយើងខ្លាចគេរិះគន់យើងខ្លាចគេនិយាយថាយើងមិនពូកែប៉ុន្តែអ្នកគួរចងចាំថាមនុស្សដែលរវល់រិះគន់អ្នកជាច្រើនដងគឺមិនបានដើរលើផ្លូវដែលអ្នកកំពុងដើរឡើយការបរាជ័យមិនអាចបំផ្លាញក្តីស្រមៃរបស់អ្នកបានទេលុះត្រាតែអ្នកជ្រើសរើសបោះបង់វាដោយខ្លួនឯងពេលខ្លះអ្វីដែលយើងហៅថាបរាជ័យគ្រាន់តែជាលទ្ធផលដែលមិនទាន់ដល់ពេលជោគជ័យប៉ុណ្ណោះគ្រាប់ពូជមួយមិនអាចក្លាយជាដើមឈើក្នុងមួយយប់បានទេវាត្រូវការពេលវេលាទឹកពន្លឺថ្ងៃនិងការអត់ធ្មត់ដោយគ្នានេះដែរក្តីស្រមៃរបស់អ្នកត្រូវការការព្យាយាមជាបន្តបន្ទាប់មិនមែនការព្យាយាមតែម្ដងទេមានពេលខ្លះអ្នកនឹងខិតខំអស់ពីសមត្ថភាពប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកកុំគិតថាការខិតខំនោះខ្ជះខ្ជាយការខិតខំទាំងអស់កំពុងកសាងអ្នកឲ្យក្លាយជាមនុស្សរឹងមាំមានបទពិសោធន៍និងមានប្រាជ្ញាជាងមុនជោគជ័យមិនត្រឹមតែផ្លាស់ប្ដូរជីវិតអ្នកទេប៉ុន្តែការតស៊ូទៅរកវាក៏ផ្លាស់ប្ដូរអ្នកដែរចូលរៀនទទួលយកកំហុសរបស់ខ្លួនដោយភាពក្លាហានមនុស្សដែលមិនទទួលស្គាល់កំហុសនឹងមិនអាចអភិវឌ្ឍខ្លួនបានទេផ្ទុយទៅវិញមនុស្សដែលហ៊ានសារភាពថាខ្ញុំខុសគឺជាមនុស្សដែលមានឱកាសកែលម្អខ្លួនឯងជានិច្ចកុំវាស់តម្លៃខ្លួនឯងដោយចំនួនដងដែលអ្នកដួលត្រូវវាស់ដោយចំនួនដងដែលអ្នកក្រោកឈរវិញព្រោះភាពក្លាហានមិនមែនមានន័យថាមិនដែលខ្លាចទេភាពក្លាហានគឺការបន្តដើរទោះបីមានការភ័យខ្លាចក៏ដោយថ្ងៃណាមួយនៅពេលអ្នកសម្រេចក្តីស្រមៃរបស់អ្នកមនុស្សនឹងឃើញតែភាពជោគជ័យពួកគេនឹងមិនឃើញយប់ដែលអ្នកគេងមិនលក់ថ្ងៃដែលអ្នកបាក់ទឹកចិត្តឬការបរាជ័យរាប់មិនអស់ដែលអ្នកបានឆ្លងកាត់ឡើយប៉ុន្តែអ្នកនឹងដឹងថាភាពជោគជ័យនោះមិនបានកើតចេញពីសំណាងទេវាកើតចេញពីការមិនព្រមបោះបង់ដូច្នេះបើថ្ងៃនេះអ្នកកំពុងបរាជ័យសូមកុំអស់សង្ឃឹមប្រហែលវាមិនមែនជាទីបញ្ចប់ទេប្រហែលវាគ្រាន់តែជាការរៀបចំអ្នកឲ្យត្រៀមខ្លួនសម្រាប់អ្វីដែលធំជាងនេះចូលចាំថាការបរាជ័យមិនមែនផ្ទុយពីភាពជោគជ័យទេវាជាផ្នែកមួយនៃភាពជោគជ័យសារចុងក្រោយកុំខ្លាចបរាជ័យខ្លាចតែការរស់នៅដោយសោកស្ដាយថាអ្នកមិនដែលហ៊ានសាកល្បងកុំខ្លាចដួលខ្លាចតែការនៅអង្គុយមួយកន្លែងពេញមួយជីវិតកុំខ្លាចការចាប់ផ្ដើមម្ដងទៀតព្រោះរាល់ការចាប់ផ្ដើមថ្មីគឺជាឱកាសថ្មីក្នុងការសរសេររឿងជោគជ័យរបស់ខ្លួនអ្នកអាចបរាជ័យច្រើនដងប៉ុន្តែអ្នកមិនមែនជាមនុស្សបរាជ័យទេលុះត្រាតែអ្នកសម្រេចចិត្តឈប់ព្យាយាមចាប់ផ្ដើមក្តីស្រមៃភ្លើងតូចមួយនៅក្នុងបេះដូង
មនុស្សគ្រប់រូបកើតមកជាមួយក្តីស្រមៃប៉ុន្តែមិនមែនគ្រប់គ្នាហ៊ានរស់នៅដើម្បីវានោះទេមានពេលខ្លះនៅពេលយប់ស្ងាត់មុនពេលបិទភ្នែកគេងអ្នកប្រហែលជាធ្លាប់សួរខ្លួនឯងថាតើជីវិតខ្ញុំកំពុងដើរទៅណាសំណួរនេះហាក់ដូចជាសាមញ្ញប៉ុន្តែវាមានអត្ថន័យជ្រាលជ្រៅជាងអ្វីដែលយើងគិតមនុស្សភាគច្រើនរវល់រស់នៅដើម្បីឆ្លងកាត់មួយថ្ងៃទៅមួយថ្ងៃរហូតភ្លេចសួរខ្លួនឯងថាតើអ្វីជាគោលបំណងពិតប្រាកដនៃជីវិតប្រៀបដូចជាការធ្វើដំណើរដ៏វែងឆ្ងាយបើអ្នកធ្វើដំណើរដោយគ្មានគោលដៅអ្នកអាចដើរបានរាប់រយគីឡូម៉ែត្រប៉ុន្តែមិនដឹងថាខ្លួនឯងទៅដល់ទីណាមនុស្សជាច្រើនក៏ដូចគ្នាពួកគេខិតខំធ្វើការជារៀងរាល់ថ្ងៃប៉ុន្តែមិនដែលសួរថាការខិតខំនោះកំពុងនាំពួកគេទៅរកអ្វីក្តីស្រមៃគឺជាផែនទីនៃជីវិតវាមិនត្រឹមតែប្រាប់យើងថាចង់ទៅណាទេប៉ុន្តែវាផ្ដល់កម្លាំងឲ្យយើងបន្តដំណើរទោះផ្លូវលំបាកប៉ុណ្ណាក៏ដោយអ្នកដែលគ្មានក្តីស្រមៃងាយនឹងចោះចាញ់នៅពេលជួបឧបសគ្គព្រោះពួកគេមិនដឹងថាកំពុងតស៊ូដើម្បីអ្វីតែអ្នកដែលមានក្តីស្រមៃច្បាស់លាស់នឹងរកឃើញហេតុផលដើម្បីបន្តទោះបរាជ័យម្ដងហើយម្ដងទៀតក៏ដោយប៉ុន្តែក្តីស្រមៃមិនមែនកើតចេញពីការចង់បានតែមួយផ្លែតទេវាកើតចេញពីបេះដូងដែលជឿថាជីវិតអាចប្រសើរជាងថ្ងៃនេះមានមនុស្សមួយចំនួនគិតថាក្តីស្រមៃគឺសម្រាប់អ្នកមានអ្នកឆ្លាតឬអ្នកដែលមានឱកាសតែការពិតគឺក្តីស្រមៃមិនរើសអ្នកណាទេវាចូលមកក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាអ្វីដែលខុសគ្នាគឺអ្នកខ្លះថែរក្សាវាចំណែកអ្នកខ្លះបោះបង់វាចោលស្រមៃមើលគ្រាប់ពូជតូចមួយនៅពេលអ្នកកាន់វានៅក្នុងដៃវាមើលទៅគ្មានតម្លៃប៉ុន្តែនៅក្នុងគ្រាប់ពូជនោះមានសក្តានុពលคล้ายជាដើមឈើដ៏ធំដែលអាចផ្ដល់ម្លប់ផ្លែនិងជីវិតដល់មនុស្សជាច្រើនក្តីស្រមៃក៏ដូចគ្នាថ្ងៃដំបូងវាអាចមើលទៅតូចនិងគ្មានអ្នកណាជឿប៉ុន្តែបើអ្នកថែរក្សាវាដោយការខិតខំវានឹងរីកលូតលាស់លើសពីការរំពឹងទុករបស់អ្នកជាអកុសលមនុស្សជាច្រើនបានសម្លាប់ក្តីស្រមៃរបស់ខ្លួនដោយសារតែពាក្យមួយចំនួនពីអ្នកដទៃអ្នកធ្វើមិនបានទេកុំស្រមៃខ្ពស់ពេកអ្នកគ្មានសមត្ថភាពទេពាក្យទាំងនេះបានបំបាក់ចិត្តមនុស្សជាច្រើនមុនពេលពួកគេមានឱកាសសាកល្បងផងប៉ុន្តែសូមចងចាំថាមនុស្សដែលនិយាយថាអ្នកមិនអាចធ្វើបានភាគច្រើនគឺជាមនុស្សដែលមិនធ្លាប់សាកល្បងធ្វើដែរកុំឲ្យការវិនិច្ឆ័យរបស់អ្នកដទៃคล้ายជាព្រំដែននៃជីវិតអ្នកត្រូវចាំថាគ្មាននរណាម្នាក់ស្គាល់សមត្ថភាពរបស់អ្នកច្បាស់ជាងខ្លួនអ្នកទេថ្ងៃណាមួយអ្នកនឹងយល់ថាជីវិតមិនផ្លាស់ប្ដូរដោយសារសំណាងទេវាផ្លាស់ប្ដូរដោយការសម្រេចចិត្តហើយការសម្រេចចិត្តដ៏ធំបំផុតគឺការសម្រេចចិត្តមិនបោះបង់ក្តីស្រមៃរបស់ខ្លួនដូច្នេះចាប់ពីពេលនេះទៅសូមកុំលាក់ក្តីស្រមៃរបស់អ្នកនៅក្នុងចិត្តទៀតសរសេរវាចេញមកនិយាយអំពីវារៀបចំផែនការហើយចាប់ផ្ដើមធ្វើទោះជាមួយជំហានតូចបំផុតក៏ដោយព្រោះរាល់ដើមឈើធំចាប់ផ្ដើមពីគ្រាប់ពូជមួយរាល់ទន្លេធំចាប់ផ្ដើមពីដំណក់ទឹកមួយរាល់សៀវភៅល្បីចាប់ផ្ដើមពីមួយទំព័រហើយរាល់ជីវិតដ៏អស្ចារ្យចាប់ផ្ដើមពីការសម្រេចចិត្តមួយខ្ញុំនឹងមិនបោះបង់ក្តីស្រមៃរបស់ខ្ញុំទេ